ប្រទេសកម្ពុជាមិនត្រូវការសង្គ្រាមមិនត្រូវការអំពើហិង្សានោះទេគឺប្រទេសកម្ពុជាជាអ្នកកាន់ព្រះពុទ្ធសាសនាគឺត្រូវការសន្តិភាពយ៉ាងពិតប្រាកដសូមចម្រើនពរចំពោះញោមញាតិពុទ្ធបរិស័ទនេះគឺជារូបភាពនៃពិធីប្រកាសសច្ចកិរិយានិងការបដិបត្តិសមាធិសូមសុខសន្តិភាពសម្រាប់កម្ពុជានៅក្នុងថ្ងៃនេះព្រះសង្ឃនិងពុទ្ធបរិស័ទជាច្រើនអង្គបានមករួមគ្នាធ្វើសមាធិដើម្បីផ្សាយកុសលនិងបួងសួងសូមសេចក្តីសុខសន្តិភាពសម្រាប់ពលរដ្ឋនិងវីរៈកងទ័ពកម្ពុជាការជុំគ្នាធ្វើសមាធិនិងការបួងសួងនេះគឺធ្វើឡើងនៅបរិវេណវត្តបទុមវតីសង្កាត់ចតុមុខខណ្ឌដូនពេញរាជធានីភ្នំពេញការប្រកាសនៅសច្ចកិរិយានេះក្រោមស្មារតីជាតិរួមគ្នាដើម្បីបួងសួងសុំសុខសន្តិភាពនិងស្ថិរភាពសម្រាប់ប្រទេសយើងក្នុងបរិបទនៃការរងការឈ្លានពានពីប្រទេសជិតខាងពិសេសគឺដើម្បីជំរុញស្មារតីពលរដ្ឋទាមទារសន្តិភាពដោយសន្តិវិធីនិងធម៌អហិង្សាតាមមាគ៌ានៃព្រះពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធព្រះអង្គបានសម្ដែងថាណដ្ឋិសន្តិបរង្គសុខੰពុំមានសេចក្តីសុខណាស្មើនឹងសេចក្តីស្ងប់ឡើយការធ្វើសមាធិនេះក៏មានការធ្វើពិធីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធរបស់វីរៈកងទ័ពខ្មែរយើងដែលបានពលីក្នុងបព្វហេតុជាតិមាតុភូមិដើម្បីការពារនៅទឹកដីខ្មែរយើងឬក៏ការពារនៅអធិបតេយ្យភាពរបស់ជាតិខ្មែរនិងជាការបង្ហាញនៃការដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះវីរៈកងទ័ពទាំងអស់ដែលបានពលីដើម្បីបព្វហេតុជាតិមាតុភូមិហើយអ្វីដែលជាគោលបំណងសំខាន់មួយទៀតគឺដើម្បីផ្សព្វផ្សាយទៅពិភពលោកខាងក្រៅថាកម្ពុជាគឺទាំងប្រសង់ពុទ្ធបរិស័ទនិងក្រហមគឺពិតជាត្រូវការសន្តិភាព